នេះជាសកម្មភាពបងប្អូននៅក្នុងភូមិបានរួមកម្រិតគ្នាធ្វើសម្លកកូរដើម្បីចែកជូនបងប្អូនភេសជ្ជដែលមកស្នាក់នៅក្នុងភូមិបរចាតាំងពីព្រឹកមកម្នាក់ខ្លះកាន់សាច់កាន់បន្លែម្នាក់ម្ថងយកមកចូលរួមមានទាំងខ្យងមានទាំងបន្លែមានទាំងសាច់គ្រប់ប្រភេទមកចូលរួមអ្នកតិចដើម្បីជាកម្លាំងសាមគ្គីធ្វើសម្លកកូរចែកជូនបងប្អូនដែលភេសជ្ជមកពីឆ្ងាយដូចជាមកពីដល់មានជ័យមកពីខាងថ្មពួកស្រុកថ្មពួកស្វាយជែកមកជាច្រើនស្រុកជុំគ្នានៅខាងនេះមានជាច្រើនទីតាំងតែក្នុងភូមិធ្វើទៅតាមអ្វីដែលគាត់អាចធ្វើទៅបានដើម្បីចែកជូន